Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាទៅជាមួយនៅរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងឆូតភាគទី147បន្តទៀតអញ្ចឹងដោយសារតែ channel នេះគឺខ្ញុំអត់ទាន់ verify លេខទូរស័ព្ទអញ្ចឹងទៅក៏ខ្ញុំដូរនៅរូប thumbnail អត់ទាន់កើតនោះទេបាទដោយសារតែអត់ទាន់មានលេខលេខចាំរបស់ខ្ញុំនឹងប្រើរួចហើយបាទបើសិនជាអ្នកនាងអាចជួយខ្ញុំបានក៏រឹតតែល្អដូច្នេះកុំឲ្យការពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងទៅដោយមានជំនួយពីវត្ថុទេពគឺជាកំបិតចម្លាក់ខ្មោចដែលអតិថិប្រងនានប៊ីងបានបកលឲ្យហួយហាក៏បានបង្កើតនៅចង្ក្រាន Soul Guide ស្លោថ្នាំថ្នាក់ទី9បានដោយជោគជ័យរយៈពេល49ថ្ងៃកន្លងផុតទៅទីបំផុតហួយហាក៏បានចម្រាញ់នៅក្របថ្នាំអមតៈឬក៏ហៅថាក្របថ្នាំបង្កើតឈានខុននឹងឯងបានជោគជ័យចំនួន7គ្រាប់អញ្ចឹងដោយសារតែក្របថ្នាំនេះវាតិចពេកមិនគ្រប់ចំនួនដើម្បីចែកទៅកាន់អ្នកទាំងអស់គ្នាហួយហាក៏មានគំនិតមួយគាត់នឹងយកក្របថ្នាំនោះដាក់ចូលទៅក្នុងទឹកដើម្បីរំលាយវាបន្ទាប់មកក៏ធ្វើការបែងចែកវាទៅតាមកម្រិតនៃអ្នកហ្វឹកហាត់ក៏ព្រោះតែឥទ្ធិពលនៃក្របថ្នាំនេះវាខ្លាំងក្លាពេកអញ្ចឹងខ្ញុំមិនដឹងថាមួយគ្រាប់នឹងដាក់ទឹកប្រមាណលីត្រហើយយកចែកពួកគេប្រមាណកែវនោះទេហើយនេះគឺជាវិធីដ៏ល្អបំផុតដែលអាចផ្ដល់ឲ្យពួកគេបានគ្រប់គ្នាផងដែរតាមជារូបភាពយើងមើលថាដូចជាហូយ៉ាបានបំបែកវាទៅជាដំណក់នៃទឹកផ្សេងជាងអ្នកណាខ្លាំងក៏ហូយ៉ានឹងបកលនៅអាក្របថ្នាំណាដែលបំបែកមកនឹងមានឥទ្ធិពលខ្លាំងជាងគេទៅឲ្យពួកគេអ្នកដែលមានធម្មពលពលឹងខ្សោយក៏ឲ្យអាក្របថ្នាំដែលបំបែកហើយមានកម្រិតខ្សោយជាងគេអញ្ចឹងខ្ញុំគិតថាហូយ៉ាអាចជាយកវាទៅបំបែកដាក់ចូលទៅក្នុងទឹកហើយក៏ធ្វើការបង្កើតវាទៅជាក្របផ្សេងទៀតគ្រាន់តែថាឥទ្ធិពលនៃក្របថ្នាំដែលបានបំបែកហើយគឺវាមិនស្មើទៅនឹងអាក្របដើមនោះទេបន្ទាប់ពីបានផឹកនៅក្របថ្នាំដែលបានរំលាយចូលទៅក្នុងកែវរបស់ពួកគេហើយធម្មពលពលឹងយ៉ាងខ្លាំងក៏បានផ្ទុះចេញពីខ្លួនប្រាណព្រោះតែពួកគេនៅខ្សោយខ្លាំងពេកមិនអាចទ្រទ្រង់ជាមួយនឹងឥទ្ធិពលរបស់វាបាននោះទេបើមិនឈ្នះពួកគេនឹងរងផលនៃក្របថ្នាំនេះជាងការកចាប់ដើមញ័រឃើញបែបនេះក៏ហូយ៉ាវនឹងថាងអូតូនោះក៏បានសម្រេចចិត្តថានឹងរួមកម្លាំងគ្នាប្រើប្រាស់នៅធម្មពលផ្ទាល់ខ្លួនដើម្បីជួយគ្រប់គ្រងពួកគេដើម្បីឲ្យមានស្ថិរភាពបន្ទាប់ពីបានជួយនៅសមាជិកនៃបកឋានរបស់ខ្លួនដែលគ្រប់គ្រងនៅឥទ្ធិពលយ៉ាងខ្លាំងនៃក្របថ្នាំក្នុងរាងកាយហើយនោះពួកគេក៏ចាប់ផ្ដើមស្រោបនេះផឹកនៅក្របថ្នាំនោះដោយខ្លួនឯងម្ដងក៏ប៉ុន្តែឋានៈនៃពួកគេផឹកគឺមានឥទ្ធិពលខ្លាំងជាងសមាជិកដទៃទៀតគឺច្រើនជាងបិសាចទាំង7ហើយមនុស្សស្មានថាឥទ្ធិពលនៃក្របថ្នាំនេះក្នុងរយៈពេលដ៏ខ្លីដែលធ្វើឲ្យថាងអូតុងហើយនឹងហួយហាក៏បានទម្លុះទៅកាន់ល្បីបន្ទាប់ទៀតអញ្ចឹងមិនថាអ៊ីសែនគេហៅថាធម្មពលពលឹងឬក៏កម្លាំងនៃរាងកាយពួកគេនោះទេបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីសមាជិកទាំង7របស់ពួកគេបានលេបនៅក្របថ្នាំនោះអស់គ្រប់គ្នាហើយអញ្ចឹងក្របថ្នាំដែលនៅសេសសល់នឹងធ្វើការចែកទៅកាន់សមាជិកនៃបកឋានហើយពិសេសគឺខាងយ៉ានឹងតែម្ដងដើម្បីស្ដារនូវភាពទន់ខ្សោយឬក៏ធម្មពលនៃជីវិតរបស់នាងឲ្យរឹងមាំឡើងវិញហើយបំណែកដែលនៅសេសសល់បានក្របថ្នាំដែលនៅសេសសល់នឹងបញ្ជូនទៅកាន់សំណាក់អតិទេពសមុទ្រអញ្ចឹងខ្ញុំចាំបាននៅក្នុងសាច់រឿងកុមិកមានចរណានោះគឺនៅសល់6គ្រាប់ដែលបកគលមួយគ្រាប់ទៅឲ្យខាងយ៉ាហើយសល់5គ្រាប់នេះបកគលទៅឲ្យវាមានអតិទេពសមុទ្រទាំងអស់ជាងក្នុងរយៈពេលដូចជាត្រឹមតែ1ឆ្នាំកន្លះតែប៉ុណ្ណោះដែលធ្វើកម្លាំងនៃសមាជិកទាំង7របស់ពួកគេគឺកើនឡើងលឿនខ្លាំងមែនទែនដែលសមាជិកពួកគេភាគច្រើនគឺត្រឹមតែ level 7ជាងតែប៉ុណ្ណោះឬក៏កងពលឹង7កងបន្ទាប់ពីលេបនៅក្របឆ្នាំនោះហើយពួកគេក៏បំបែកទៅកាន់ level បន្ទាប់ទៀតគឺ level 80ឬក៏8ជាងឬគេហៅថាកងពលឹង8កងនឹងឯងឬភាសាមួយទៀតគេហៅថា Soul Master ប្រលឹងហើយចំណាយជួយជាឈានគឺបំបែកទៅកាន់កម្រិតមួយខ្ពស់ជាងគេទៅទៀតដូចជា level 9ជាងបានគេហៅថា Title Tulu ព្រោះថាការហ្វឹករបស់ជួយជាឈានគឺខ្ពស់ខ្លាំងមែនទែនតែទោះបីជាខ្ពស់ជាងគេក៏វាយមិនឈ្នះសូនជីនោះដែរហើយតួអង្គឯស្រីរបស់យើងវិញគឺថាងអូតុងអញ្ចឹងរយៈពេល7ខែក្រោយនេះក៏បានទម្លុះទៅកាន់អាណាចក្រទូលូឬក៏កម្រិតហ្វឹងហៅទូលូក៏បានថៃថលទូលូក៏បានយើងថែមទាំងបានបង្កើតនៅការហ្វឹកហាត់នោះដោយខ្លួនឯងផ្ទាល់ទៀតផងហើយក៏ជាមនុស្សដំបងគេអញ្ចឹងទៅនាងក៏បានបង្កើតនៅស្នៀតពិសេសមួយគឺមេអំបៅរដូវរងាដើម្បីរំលឹកទៅកាន់ឈ្មោះវាងតង់របស់នាងហើយត្រូវជាមួយនឹងអាវុធពលឹងមេអំបៅរបស់ខ្លួនផងដែរហើយងាររបស់ថាងអូតុងនោះក៏បានផ្លាស់ប្ដូរគ្នាគេហៅថា Soul Master មេអំបៅនាគរាជគូហើយនៅពេលដែលឃើញគូស្នេហ៍របស់ខ្លួនបំបែកទៅកាន់ហ្វឹងហៅទូលូ level 9ជាងគឺធ្វើគាត់នឹងមានអារម្មណ៍ថាអៀនខ្មាស់ជាខ្លាំងមិនស្មានថាការហ្វឹកហាត់របស់គាត់យឺតជាងថាងតុងបែបនេះបច្ចុប្បន្នគឺគាត់ level ត្រឹមតែ89តែប៉ុណ្ណោះដែលជាប់គាំងនៅកម្រិតនេះតែម្ដងអញ្ចឹងមូលហេតុដែលគាត់ជាប់គាំងគឺគាត់ត្រូវការប្រមូលផ្ដុំនៃស្នូលព្រលឹងជាលើកទី2ហើយបានជោគជ័យជាមុនសិនបើសិនជាមិនអាចស្នូលប្រមូលផ្ដុំនៃធម្មពលព្រលឹងជាលើកទី2បានគាត់មិនអាចទម្លុះទៅកាន់ level បន្ទាប់ទៀតនោះទេហួយហើយគឺប្រឹងប្រែងហ្វឹកហាត់ទាំងយប់ទាំងថ្ងៃដែលគាត់មិនហ៊ានលួចខ្ជិលសោះឡើយតែគាត់នៅតែមិនអាចសម្រេចបាន
ជាពេលដល់ទៅមួយឆ្នាំគាត់មិនអាចប្រមូលផ្ដុំនៃស្នូលព្រលឹងជាលើកទី2បាននោះទេអញ្ចឹងគាត់ក៏បានទៅជួបជាមួយនឹងលោកតាឈွန်លោកតាឈွန်គាត់មានវិធីដើម្បីជួយសង្គ្រោះហ៊ូយ៉ាហាវប្រមូលផ្ដុំនៅស្នូលព្រលឹងជាលើកទី2របស់គាត់វិធីនោះគឺមាន2ហើយចំណែកលោកតាឈွန်វិញគឺបន្ទាប់ពីគាត់បានលេបនៅក្របថ្នាំបង្កើតឈាមកូនហើយគាត់ក៏បានបំបីទៅកាន់ level 99 ផងដែរគឺជា level ចុងក្រោយគេហៅថា limit to lu ស្មើទៅនឹង long siya ខ្វះមួយជំហានគឺស្មើទៅនឹងកម្រិតព្រះពេលនេះគឺគាត់អាចវាយមួយស្មើជាមួយនឹង long siya បានតែឈ្នះចាញ់គឺមិនទាន់ដឹងថាណាខ្លាំងជាងនោះទេលោកថាជុកក៏បានប្រាប់វិធីសាស្ត្រសំខាន់ទាំងពីរសម្រាប់ហ៊ូយ៉ាហាវក្នុងការប្រមូលផ្ដុំនៅស្នូលព្រលឹងទី1គឺខ្ញុំប្រែមិនសូវជាយល់គេដាក់ថាសូរសំឡេងដូចគ្នាគឺមានន័យថាឲ្យស្នូលព្រលឹងទាំងពីរបង្វិលស្របគ្នាចូលឡើងវានឹងជួយកាត់បន្ថយនៃឥទ្ធិពលដែលរងសម្ពាធពីខាងក្រៅកន្លែងនេះចាំចូលទៅដល់សាច់រឿងតែម្ដងទៅអ្នកនេះអាចយល់កាន់តែច្បាស់ជាងនេះព្រោះថាសាច់រឿងដែលខ្ញុំបកប្រែនេះគឺគេប្រាប់តែប៉ុណ្ណឹងវិធីសាស្ត្រមួយទៀតនេះគឺការបំពេញបន្ថែមនៃយិនយ៉ាងដែលវាជាវិធីគ្រោះថ្នាក់ជាងវិធីទី1រាប់រយដងឯណោះគឺប្រើប្រាស់នៅស្នូលព្រលឹងទាំងលើកទី1ហើយនិងទី2បញ្ច្រាស់គ្នាក៏ប៉ុន្តែការបង្វិលបញ្ច្រាស់នៃស្នូលព្រលឹងបែបនេះវានឹងធ្វើឲ្យថាមពលនោះវានឹងកើនឡើងកាន់តែខ្លាំងឡើងហើយវិធីនេះអ្នកដែលបានសម្រាប់មានតែទីធានតែប៉ុណ្ណោះដោយសារតែទីធានគឺមានរាងកាយដ៏រឹងមាំតាំងតែពីកំណើតមកម្ល៉េះអញ្ចឹងលោកតាឈុងក៏បានដាស់តឿនហ៊ូយ៉ាហាវឲ្យសម្រេចចិត្តឲ្យម៉ត់ចត់ជាទីបំផុតហើយមិនឲ្យហ៊ូយ៉ាហាវនឹងសាកល្បងនោះទេពិធីទី2បើសិនជាហ៊ូយ៉ាហាវជោគជ័យមិនអីនោះទេតែបារាជ័យគឺគាត់នឹងត្រូវស្លាប់ភ្លាមហ៊ូយ៉ាហាវក៏បានបដិញ្ញាចិត្តទៀតថាដើម្បីកិច្ចផុតអំពីទីធានគឺគាត់ត្រូវតែខ្លាំងជាងទីធាននេះបានណាមួយគាត់ក៏មាននៅធម្មពលហើយនៅវត្ថុធាតុដើមដ៏សម្បូរបែបអញ្ចឹងគាត់មិនស្ទាក់ស្ទើរនោះទេគាត់ក៏សម្រេចចិត្តនឹងសាកល្បងនៅវិធីទី2ក៏ប៉ុន្តែអាចជាត្រឡប់មកវិញពេលនេះហ៊ូយ៉ាហាវមានបេសកកម្មសំខាន់មួយទៀតគឺគាត់ត្រូវចូលរួមជាមួយនឹងអាណាចក្រទាំង3ហ៊ូយ៉ាហាវក៏បានចាក់ចេញពីស្លាយជ្រែកទៅកាន់ជួរភ្នំមីងទូហើយជួបជាមួយនឹងទូប៊ូស៊ីរួមជាមួយនឹងសមាជិកផ្សេងទៀតក្នុងបេសកកម្មដ៏ពិសេសមួយដើម្បីធ្វើឃាតស៊ូធានរ៉ាន់សាយរឿងលម្អិតនឹងចូលទៅកាន់ភាគបន្ទាប់ទៀត